ទំនាក់ទំនងអំណាចរវាងនាយករដ្ឋមន្ត្រីផែថនឋានស៊ីនវត្រានិងក្រមយោធាគឺជាប្រធានបទមួយដែលស្មុគស្មាញនិងទាមទារការពិនិត្យស៊ីជម្រៅដោយសារប្រវត្តិសាស្ត្រនយោបាយថៃតែងតែពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងឥទ្ធិពលយោធាខាងក្រោមនេះគឺជាចំណុចសំខាន់ដែលយើងអាចវិភាគបានផ្ទៃខាងក្រៅនយោបាយនិងកេរដំណែលស៊ីនវត្រាឥទ្ធិពលគ្រួសារស៊ីនវត្រាផែថាន់ថនជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីនវត្រានិងជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីនវត្រាគ្រួសារនេះមានប្រវត្តិជំនួសជាមួយក្រមយោធានិងរាជវង្សជ្រុលនិយមដែលនាំឲ្យមានរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីទាំងពីរនេះបង្ហាញអំពីការប្រឈមមុខដាក់គ្នាជាប្រវត្តិសាស្ត្ររវាងកងកម្លាំងនយោបាយដ៏ពេញនិយមដែលតំណាងដោយត្រកូលថាក់ស៊ីនស៊ីនវត្រានិងកម្លាំងអភិរក្សនិយមដែលតំណាងដោយយោធាការសម្រេចចិត្តរបស់ថាក់ស៊ីនស៊ីនវត្រាវិលត្រឡប់មកកាន់ប្រទេសថៃវិញនិងកិច្ចព្រមព្រៀងនយោបាយមួយចំនួនដែលហាក់ដូចជាមានការសម្របសម្រួលជាមួយក្រុមអភិរក្សនិយមបានធ្វើឲ្យមានសំណួរជាច្រើនអំពីទំនាក់ទំនងថ្មីរវាងត្រកូលថាក់ស៊ីនស៊ីនវត្រានិងកងកម្លាំងយោធាតើនេះជាសញ្ញានៃការផ្សះផ្សាឬជាយុទ្ធសាស្ត្របណ្ដោះអាសន្នចំណុចខ្លាំងរបស់លោកស្រីផែថនឋានប្រជាប្រិយភាពផែថនឋានទទួលបានការគាំទ្រយ៉ាងខ្លាំងពីមូលដ្ឋានអ្នកបោះឆ្នោតរបស់គណៈបកភឿថៃជាពិសេសក្រុមអ្នកគាំទ្រលោកថាក់ស៊ីនស៊ីនវត្រាដែលនៅតែមានឥទ្ធិពលខ្លាំងនៅតាមជនបទនៅតំបន់ភាគខាងជើងប្រជាប្រិយភាពនេះគឺជាមូលដ្ឋានគ្រឹះនៃអំណាចរបស់លោកស្រីដែលអាចប្រើជាកម្លាំងចរចាជាមួយក្រុមយោធាភាពស្របច្បាប់នៃរដ្ឋាភិបាលលោកស្រីផែថនឋានដឹកនាំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតទូទៅបើទោះបីជាលទ្ធផលចុងក្រោយមិនបានឆ្លុះបញ្ចាំងអំពីការរំពឹងទុកក៏ដោយភាពស្របច្បាប់នេះបានផ្ដល់ឲ្យលោកស្រីនូវអំណាចក្នុងការគ្រប់គ្រងកិច្ចការរដ្ឋនិងកសាងកេរ្តិ៍ឈ្មោះជាមេដឹកនាំស្របច្បាប់ធនធាននយោបាយនិងហិរញ្ញវត្ថុត្រកូលថាក់ស៊ីនស៊ីនវត្រាមានបណ្ដាញនយោបាយនិងហិរញ្ញវត្ថុដ៏រឹងមាំដែលអាចប្រើប្រាស់ដើម្បីពង្រីកអំណាចនិងឥទ្ធិពលរបស់លោកស្រីផែថនឋានឥទ្ធិពលនិងទូនាទីរបស់ក្រមយោធារដ្ឋធម្មនុញ្ញឆ្នាំ2017រដ្ឋធម្មនុញ្ញដែលបានតាក់តែងកោរំឥទ្ធិពលរបស់យោធាបន្តពីរដ្ឋប្រហារឆ្នាំ2014បានផ្ដល់អំណាចយ៉ាងច្រើនដល់ក្រមយោធារួមទាំងការតាក់តែងសមាជិកព្រឹទ្ធសភានិងយន្តការមួយចំនួនទៀតដែលអាចរាំងដល់ការផ្លាស់ប្ដូរនយោបាយរដ្ឋាភិបាលស៊ីវិលការត្រួតពិនិត្យស្ថាប័នរដ្ឋក្រមយោធាបានបង្កប់ឥទ្ធិពលរបស់ខ្លួននៅក្នុងស្ថាប័នរដ្ឋសំខាន់ជាច្រើនរួមទាំងប៉ូលីសប្រព័ន្ធតុលាការនិងស្ថាប័នប្រឆាំងនឹងអំពើពុករលួយនេះបានធ្វើឲ្យពួកគេមានសមត្ថភាពក្នុងការដាក់សម្ពាធឬក៏រារាំងគោលនយោបាយរបស់រដ្ឋាភិបាលអំណាចយោធាក្នុងការធ្វើរដ្ឋប្រហារទោះបីជាមានការបោះឆ្នោតក៏ដោយប្រវត្តិសាស្ត្រថៃបានបង្ហាញថាក្រមយោធានៅតែជាកម្លាំងមួយដែលអាចធ្វើរដ្ឋប្រហារដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលនៅពេលដែលពួកគេយល់ថាផលប្រយោជន៍របស់ពួកគេត្រូវបានរារាំងឬគំរាមកំហែងទំនាក់ទំនងអំណាចរវាងលោកស្រីផែថនឋាននិងក្រមយោធាការសម្របសម្រួលឬការប្រឈមមុខបច្ចុប្បន្នទំនាក់ទំនងនេះហាក់ដូចជាស្ថិតនៅក្នុងដំណាក់កាលសម្របសម្រួលជាជាងការប្រឈមមុខដាក់គ្នាការវិលត្រឡប់របស់លោកថាក់ស៊ីនអាចជាសញ្ញានៃកិច្ចព្រមព្រៀងស្ងាត់មួយចំនួនដែលពាក់ព័ន្ធនឹងការបែងចែកអំណាចដែនកំណត់នៃអំណាចទោះបីលោកស្រីផែថនឋានជានាយករដ្ឋមន្ត្រីក៏ដោយអំណាចរបស់លោកស្រីប្រហែលជាមានកម្រិតដោយសារឥទ្ធិពលយោធានិងរាជវង្សការសម្រេចចិត្តសំខាន់មួយចំនួនប្រហែលជាទាមទារការយល់ស្របពីកម្លាំងអភិរក្សនិយមស្ថិរភាពនយោបាយការសម្របសម្រួលរវាងលោកស្រីផែថនឋាននិងយោធាអាចនាំឲ្យមានស្ថិរភាពនយោបាយបណ្ដោះអាសន្នប៉ុន្តែស្ថិរភាពនេះនឹងអាស្រ័យទៅលើភាគីទាំងសងខាងអាចរក្សាផលប្រយោជន៍បានរួមគ្នាយូរប៉ុណ្ណាសេណារីយ៉ូដែលអាចកើតមានការបន្តសម្របសម្រួលលោកស្រីផែថនឋានបន្តកិច្ចសហប្រតិបត្តិការជាមួយយោធាដើម្បីធានាបាននូវស្ថិរភាពរដ្ឋាភិបាលនិងអនុវត្តគោលនយោបាយរបស់ខ្លួនការកើនឡើងភាពតានតឹងប្រសិនបើលោកស្រីផែថនឋានព្យាយាមអនុវត្តគោលនយោបាយដែលប៉ះពាល់ដល់ផលប្រយោជន៍យោធាឬក្រុមអភិរក្សនិយមនោះភាពតានតឹងនឹងកើតមានឡើងការផ្លាស់ប្ដូរនយោបាយបរិបទនយោបាយថៃអាចនឹងផ្លាស់ប្ដូរប្រសិនបើមានកម្លាំងនយោបាយថ្មីកើតឡើងឬប្រសិនបើប្រជាជនកាន់តែទាមទារឲ្យមានកំណែទម្រង់ស៊ីជម្រៅសរុបមកអំណាចរបស់នាយករដ្ឋមន្ត្រីផែថនឋានស៊ីនវត្រាជាមួយនឹងក្រមយោធាគឺជាតុល្យភាពដ៏ភ័យស្រួយរវាងប្រជាប្រិយភាពរបស់លោកស្រីនិងឥទ្ធិពលជ្រៅជ្រះរបស់យោធាក្នុងនយោបាយថៃ
អនាគតនៃទំនាក់ទំនងនេះនឹងកំណត់ទិសដៅនយោបាយរបស់ប្រទេសថៃទៅថ្ងៃមុខ